ថតវីដេអូយូរខ្លាំងតែសំខាន់ខ្ទួតពេកហើយដោយសារតែខានថតយូរហើយទៅតែបាត់រវល់តែត្រូវមានរឿងរវល់មកកដាស់ទៀតមុនពេលដែលទៅរវល់ម្ដងទៀត so ខ្ញុំគិតថាវាជាពេលមួយដែលខ្ញុំអាចឲ្យខ្លួនឯងធ្វើអីដែលខ្លួនឯងចង់ធ្វើបានបន្តិចនៅក្នុងឡងពេលហ្នឹងចឹងក៏ចង់ថតវីដេអូលេងថតលេង I don't mean anything just ថតលេងខ្ញុំអានសភៅនឹងមានអារម្មណ៍ថាវាល្អហើយមានអារម្មណ៍ថាយើងអាចគំនិតថ្មីហើយយើងអត់មានអារម្មណ៍ថាពេលខ្លះវាមានអារម្មណ៍ថាខុសឆ្គងអីនៅពេលដែលយើងមានគំនិតច្នៃប្រឌិតហើយគំនិតច្នៃប្រឌិតហ្នឹងមិនចាំបាច់តតែថ្មីចាស់មកបង្កើតមកយើងទេប៉ុន្តែយើងអាចរៀនពីមនុស្សជុំវិញរបស់យើងពីរឿងជុំវិញដែលយើងជួបប្រទះទាំងអស់ហើយយើងបង្កើតច្នៃប្រឌិតគំនិតថ្មី so just reading with me អូថ្ងៃម៉ែណាខ្ញុំមកហ្នឹងពីម៉ោង4 5ហ្នឹងមនុស្សជាងច្រើនដែរតែដល់ពេលគេទៅវិញអស់ទៅសូខ្ញុំមកសល់ម្នាក់ឯងហើយខ្ញុំមានអារម្មណ៍ថាវា peaceful មែនតើហើយនិយាយទៅស្ងប់ស្ងាត់ល្អហើយស្រួលអង្គុយអានសភៅចឹងទៅវា relax chill តែដល់ខ្ញុំចូលចិត្តបរិយាកាសនៅនឹងខ្លាំងណាស់ខ្ញុំមានអារម្មណ៍ថា look like ទោះបីជាពិភពលោកនៅក្រៅវាមានសម្លេងរំខានមិនក៏ដោយប៉ុន្តែនៅពេលដែលយើងអាចមានកន្លែងមួយដែលយើងចូលចិត្តហើយវាស្ងប់ស្ងាត់ណាពេលខ្លះទោះបីជាខ្ញុំអត់សប្បាយចិត្តឬក៏មិនក៏ដោយអញ្ចឹងពេលដែលវាមានកន្លែងស្ងប់ស្ងាត់មួយឲ្យខ្ញុំខ្លួនឯងនៅជាមួយខ្លួនឯងអត់ធ្វើអីច្រើនទេដូចខ្ញុំធ្លាប់និយាយពីមុនមកអញ្ចឹងខ្ញុំគ្រាន់តែអង្គុយអានសភៅពេលខ្លះបើខ្ញុំអត់ចង់ធ្វើអីសោះគឺខ្ញុំគ្រាន់អង្គុយលេងតែខ្ញុំអាចសប្បាយចិត្តបានហើយវាអត់សូវអស់ energy ដោយដែលយើងព្យាយាម communicate ឬក៏យើងព្យាយាមនិយាយជាមួយអ្នកដទៃសំខាន់វាអស់ energy ដែរប៉ុន្តែនៅពេលដែលយើងនៅជាមួយខ្លួនឯងអត់អស់ energy ទេមានន័យថាបើយើងចង់និយាយក៏បានអត់និយាយក៏បានពេលខ្លះខ្ញុំចិត្តនិយាយមួយខ្លួនឯងអញ្ចឹងទៅបើខ្ញុំមាន energy ឬក៏មានថាមពលក្នុងការនិយាយច្រើនគឺខ្ញុំនិយាយម្នាក់ឯងហ្នឹងតែបើខ្ញុំអត់ទេគឺស្ងាត់ឆឹងអញ្ចឹងទៅហើយពេលខ្លះបើគ្រាន់តែអានសភៅឬក៏អីចឹងណាតែបើខ្ញុំចង់និយាយហ្មងទោះអត់អ្នកគេនិយាយមួយខ្ញុំបើខ្ញុំនិយាយម្នាក់ឯងដែរហើយខ្ញុំស្ដាប់ YouTube ឬក៏វីដេអូអីមួយខ្ញុំ repeat តាមគេលឺនិយាយខ្លួនឯងចឹងហើយពេលអានសភៅអីចឹងខ្ញុំអានលឺអាហ្នឹងខ្ញុំមាន energy ក្នុងការអានហ្មងហើយខ្ញុំចាក់ខ្ញុំនិយាយថាខ្ញុំអាន clear នឹងអញ្ចឹងខ្ញុំធ្វើឲ្យខ្ញុំកំពុងតែបញ្យល់កំពុងតែព្រៀនអ្នកទេម្នាក់អញ្ចឹង so វាដូចខ្ញុំបាន practice នៅអីដែលខ្ញុំចង់ព្រៀនទៅកាន់គេទោះបីជាឥឡូវខ្ញុំនៅម្នាក់ឯងក៏ដោយតែបើសិនជាពេលខ្លះដែលខ្ញុំអស់ខ្យល់ហ្មងហត់ហើយវានិយាយច្រើនពេកឬក៏យើងគិតច្រើនពេកក្នុងការដែលយើងធ្វើការងាររបស់យើងធ្វើ plan ធ្វើអីពេញមួយថ្ងៃហ្នឹងខ្ញុំអត់ចង់ធ្វើអីទាំងអស់ខ្ញុំចង់ស្ដាប់ចម្រៀងឬបើអត់ខ្ញុំគ្រាន់បើកសភៅខ្ញុំមើលអានចឹងទៅអានកន្លែងដែលខ្ញុំចង់អានចឹងទៅហើយ at least ក៏ខ្ញុំអង្គុយមើលអីមើលតុមើលទូដែរនឹងគឺជាអីដែលខ្ញុំគិតថាខ្ញុំអាច heal ខ្លួនឯងពីអីដែលខ្ញុំអត់ចង់ធ្វើឬក៏អីដែលខ្ញុំអត់សប្បាយចិត្តហើយខ្ញុំ
nhưng mà xe chồng nhưng mà xe trên này bên chồng bà xin chữ mà tịch nóng nhưng stress ខ្លាំងឬក៏ខ្ញុំដោយសារតែខ្ញុំរៀនដូចជាធំមុននេះខ្ញុំរៀនពីច័ន្ទដល់អាទិត្យទៅតែប្រឡងចប់ច័ន្ទដល់អាទិត្យឯងសូវរៀងធូរគឺច្រើនដែរប៉ុន្តែយើងអាចធ្វើអីថ្មីដែលយើងចង់ធ្វើបានព្រោះអី plan ចេះតែមានមករហូតហើយពេលប្រឡងពេលដែលយើងប្រឡងសល់ម៉ោងអញ្ចឹងណាគឺខ្ញុំអង្គុយទៅសេហាខ្ញុំត្រូវធ្វើអីទៀតបន្ទាប់ពីប្រឡងហើយហ្នឹងទៅសេចូលទៅសេឡើងបានអត្ថបទមួយរបៀបថាពេលប្រឡងហ្នឹងគេមាន limit ថាយើងចេញពីប្រឡងម៉ោងម៉ានអញ្ចឹងទៅខ្ញុំក៏ធ្វើឲ្យមុនសល់នាទីខ្ញុំក៏អង្គុយទៅសេថាអូខេអញ្ចឹងប្រឡងហើយការងារអីខ្លះដែលខ្ញុំត្រូវធ្វើមកស្លឹកcònទៅសេហើយបន្ទាប់មកទៀតខ្ញុំចាប់ដើមគិតពីមេរៀនជីវិតដែលខ្ញុំហ៊ានបានហ្នឹងហើយនៅក្នុងបន្ទប់ប្រឡងហ្នឹងគឺខ្ញុំចេះហើយដល់ពេលខ្ញុំទៅអង្គុយទៅសេបានអត្ថបទមួយទៀត enjoy សប្បាយខ្ញុំអត់សូវ stress ទេពេលខ្ញុំទៅជាមួយខ្លួនឯងពេលខ្ញុំនិយាយជាមួយខ្លួនឯងអត់សូវ stress ទេមានអារម្មណ៍ថាប៉ុន្តែពេលខ្លះ stress ដែរតែខ្ញុំគិតច្រើនពេកយើងបារម្ភយើងគិតរឿងអនាគតយើងlike យើងគិតថា journey របស់យើងវាវែងឆ្ងាយហើយឥឡូវយើងកំពុងនៅត្រឹមនេះពេលអញ្ចឹងយើងត្រូវការពេលវេលាទៅមុខទៀតប៉ុន្តែវាដែរវាជាដំណើរជីវិតយើងអាចបខំដំណើរជីវិតយ៉ាងដែលវាថាពេលវេលារបស់យើងនៅនេះហើយយើងបខំឲ្យពេលវេលារបស់យើងទៅដល់មុខវាមិនទៅមិនរួចអញ្ចឹងមានតែយើងធ្វើដំណើរពីមួយជំហានទៅមួយជំហានហើយយើងហ៊ាននៅមេរៀនជីវិតទាំងអស់ដែលយើងជួបប្រទះពេលដែលយើងរីករាយជាមួយនឹងដំណើរហ្នឹងខ្ញុំគិតថាទោះបីជាទៅដល់ថ្ងៃមុខទៅយើងជោគជ័យឬក៏យើងខ្លាចជាអ្នកគេម្នាក់យើងនឹងអាចរៀនបានពីភាពស្ងប់គឺមានន័យថាទោះទៅដល់ទីណាក៏អារម្មណ៍វានៅតែប៉ុណ្ណឹងវាអត់មានអីលើសពីហ្នឹងទេគាត់ថាយើងយើងសប្បាយចិត្តដែរប៉ុន្តែយើងក៏មិនមែនទៅហក់ប្រឆេងអីលើសនឹងលើសទៅពេកដែរសប្បាយចិត្តនៅក្នុងបែបទម្រង់មួយថាមិនវាមិនពេកវាមិនពេកគឺយើងរីករាយថាអូខេខ្ញុំបានមកដល់អ្នកការនឹងហើយអញ្ចឹងខ្ញុំក៏រីករាយនៅនឹងគណៈពេលហ្នឹងហើយទោះបីជាយើងអត់ទាន់ទៅដល់ហ្នឹងក៏យើងរីករាយជាមួយជីវិតរបស់យើងនៅក្នុងគណៈពេលនេះផងដែរគឺយើងអត់ដាក់សម្ពាធខ្លួនឯងថាតើតែខ្ញុំទៅដល់គណៈការមួយទៀតហ្នឹងបាទខ្ញុំសប្បាយចិត្តគឺអត់ទេអញ្ចឹងនៅពេលដែលយើងចេះ enjoy ជីវិតរបស់យើងគ្រប់គណៈពេលហ្នឹងទោះបីជាមិនក៏យើងអាចសប្បាយចិត្តជាមួយនឹង journey របស់យើងថាយើងធ្វើដំណើរបានមកប៉ុណ្ណឹងហើយទៅមុខទៀតមានរឿងអីយើងជួបរឿងអីយើងដោះស្រាយរឿងហ្នឹងហើយយើងរីករាយជាមួយនឹងគណៈពេលដែលយើងនៅខាងមុខទៀតអញ្ចឹងមានខ្ញុំពេលដែលខ្ញុំជួបមនុស្សពេលដែលខ្ញុំនិយាយទៅគាត់ថាជីវិតរបស់យើងគ្រាន់តែយើងព្រោះនៅផែនដីហ្នឹងហើយយើងកំដរខ្លួនឯងព្រោះនៅធ្វើម៉េចឲ្យខ្លួនឯងសប្បាយចិត្តទំមតដល់យើងចាស់ទៅយើងមានគ្រួសារមានអីទៅអញ្ចឹងវាជាដំណើរវែងឆ្ងាយខ្លាំងណាស់សូរីករាយជាមួយនឹងដំណើរមួយហ្នឹងហើយកុំដាក់សម្ពាធឲ្យខ្លួនឯងពេក I love my weekend តែសខ្លាំងណាស់just ដល់អញ្ជៀនទៅដល់អញ្ជៀនចេញ